សម្បត្តិមួយបាច់នៅដើមទ្រូងខ្ញុំនេះគឺជាអ្វីដែលមេក្រុមលីនិងបងប្អូនដែលបានស្លាប់ទៅពឹងពាក់ឲ្យខ្ញុំយកទៅជាមួយសម្បត្តិទាំងនេះដាច់ខាតត្រូវតែមានអ្នករស់យកវាចេញទៅឲ្យបានអញ្ចឹងបើគ្មានបញ្ជាពីខ្ញុំទេហាមអ្នកណាម្នាក់ស្លាប់ដាច់ខាតមេបញ្ជាការចិនខ្ញុំជាអ្នកលីងអ៊ីសានតុងត្រកូលស៊ុនម៉ែខ្ញុំនៅចាំខ្ញុំនៅផ្ទះឯណោះបើលោកមេបញ្ជាការអាចរស់បានជួយផ្ញើសារទៅផ្ទះខ្ញុំផងថាកូនប្រុសម្នាក់នេះមិនបានធ្វើឲ្យជនជាតិសេខ្មាស់គេទេខ្ញុំប្រកាសជាយកទៅជូនឲ្យបានហាមេបញ្ជាការចិនម៉ែវាយប្រពន្ធខ្ញុំមានផ្ទៃពោះខ្ញុំក៏ចេញមកបាត់មិនដឹងថាជាកូនប្រុសស្រីផងរបស់នេះជួយយកទៅឲ្យគេផងប្រាប់ថាវាស្លាប់ដោយសារវាស្ត្រូវតុងជោមិនមែនជាទាហានរត់ចោលស្រុកទេបងប្រុសចិនសម្បត្តិក្នុងកញ្ចប់ក្រណាត់នោះសម្បត្តិរបស់ពួកមេក្រុមបងត្រូវតែយកទៅវិញឲ្យបានណានៅមិនទាន់គ្រប់ទេនៅខ្វះច្រើនណាស់វាសម្រុកទាំងអស់គ្នាចាប់ក្បាលពួកសេទាំងរស់បញ្ជូនពួកវាទាំងអស់ទៅមន្ទីរពិសោធន៍ពិសេសតុកតុងជោយកធ្វើជាសាច់ពិសោធន៍អ្នកណាហ៊ានប្រឆាំងសម្រាប់ចោលភ្លាមដើម្បីបង្ហាញពីអានុភាពនៃព្រះចៅអធិរាជបាញ់ទៅម៉ែកូនអុកតេញញោហើយហេតុអ្វីពួកគាត់បានលះបង់ជីវិតដើម្បីជាតិហើយនៅមិនទាន់គ្រប់ទៀតឬខ្ញុំមិនយល់ទេពេលមេផ្លាតុងឃ្លានស្លាប់គាត់សុខចិត្តញ៉ាត់បាយមួយម៉ាត់ចុងក្រោយឲ្យខ្ញុំពេលមេក្រុមស្លាប់គាត់មកទាំងពីមុខខ្ញុំហេតុអ្វីបានជាអ្នកណាក៏ការពារខ្ញុំអញ្ចឹងឥឡូវខ្ញុំយល់ហើយព្រោះតែខ្ញុំក៏ជាជនជាតិសេដែរនឹង